មើលចុះស្លៀកពាក់ខោអាវចាស់រយាបោះដៃក៏មិនស្អាតដែរឲ្យហុយពេញសួនផ្កាខ្ញុំអស់ហើយបើអ្នកនាងមិនចង់ឲ្យប្រឡាក់សម្លៀកបំពាក់ទេអ្នកនាងគួរតែដើរទៅឲ្យឆ្ងាយពីកន្លែងដែលបោះដីបន្តិចអញថាអីមិញហ្នឹងអញដឹងទេថាខ្ញុំជានរណាខ្ញុំជាកូនស្រីម្ចាស់ផ្ទះនេះអញមានសិទ្ធិអីមកបង្គាប់ឲ្យខ្ញុំដើរចេញចាំមើលចុះខ្ញុំនឹងប្រាប់លោកពុកខ្ញុំឲ្យដកអញចេញពីសួនផ្កាខ្ញុំឲ្យអញទៅលៀងក្រោតគោវិញម្ដងចាំមើលថាតើអញប្រកែតមាត់ទៀតឬអត់ហើយរឿងបុរស2នាក់បងប្អូននៅមុខខ្ទមភិរមយើងមិនអាចនៅទីនេះបន្តទៀតទេស្រែចម្ការយើងក៏គ្មានផ្ទះនេះក៏ដល់ពេលម្ចាស់គេមកយកវិញហើយយើងត្រូវតែចេញទៅរកការងារធ្វើនៅឯស្រុកឆ្ងាយក្រែងបានប្រាក់កម្រៃខ្លះមកសន្សំបង្កើតជីវិតថ្មីបងទៅណាខ្ញុំទៅនោះតែខ្ញុំអាឡោះអាល័យលោកយាយណាបងគិរីយប់មិញខ្ញុំយល់សពឃើញគាត់ញញឹមដាក់យើងដោយគាត់ដឹងថាពួកយើងចិត្តត្រូវចាក់ចេញអញ្ចឹងលោកយាយស្ថិតនៅក្នុងចិត្តយើងជានិច្ចភិរមមករៀបចំអីវ៉ាន់ទៅយើងមានតែសម្លៀកបំពាក់ប៉ុន្មានសម្រាប់និងចំណេះដឹងដែលលោកយាយធ្លាប់បង្រៀនប៉ុណ្ណោះជីវិតយើងចាប់ផ្ដើមពីសូន្យតែបងជឿថាបើបងប្អូនយើងខំប្រឹងយើងនឹងមានថ្ងៃរុងរឿងបានបងខ្ញុំនឹងខំប្រឹងធ្វើការមិនឲ្យបងហត់ម្នាក់ឯងទេតែយើងត្រូវធ្វើដំណើរទៅទិសណាទៅបងឮថាខាងទិសបូព៌ាមានភូមិមួយសម្បូរទៅដោយសេដ្ឋីនិងមានការងារច្រើនយើងធ្វើដំណើរទៅទីនោះចុះតោះចេញដំណើរទៅបងគិរីឈប់សម្រាកបន្តិចទៅបានទេបងខ្ញុំដើរលេងរួចហើយបងអើយជើងខ្ញុំឡើងពងអស់ហើយម្យ៉ាងទៀតពោះខ្ញុំនេះវាក៏ចាប់ផ្ដើមក្រហមរយចំណីដែរអត់ធ្មត់តិចទៅភិរមមើលចុះព្រះអាទិត្យជិតជ្រៅជើងភ្នំទៅហើយបើយើងមិនប្រញាប់រកភូមិអ្នកស្រុកស្នាក់អាស្រ័យទេយប់នេះយើងច្បាស់ជាត្រូវដេកកណ្ដាលព្រៃមិនខានមកអង្គុយសម្រាកក្រោមដើមឈើនេះសិនចុះចាំបងទៅរកមើលទឹកក្បែរនេះខ្ញុំដឹងថាបងក៏ហត់ដែរតែបងតែងតែធ្វើជារឹងមាំដើម្បីខ្ញុំបងគិរីតែយើងជិតដល់ភូមិដែលបងថានោះហើយនៅផឹកទឹកសិនទៅបងសួរអ្នកដំណើរតាមផ្លូវមិញគេថាដើរតែមកសន្ទុះទៀតនឹងឃើញភូមិធំមួយហើយទីនោះសម្បូរទៅដោយសេដ្ឋីនិងអ្នកមានបុណ្យស័ក្តិពួកយើងច្បាស់ជាអាចរកការងារធ្វើបានចងចាំសម្ដីលោកយាយណាភិរមភាពក្រីក្រមិនមែនជាឧបសគ្គទេតែភាពខ្ជិលច្រអូសទើបជាសត្រូវបាទបងខ្ញុំចាំសម្ដីលោកយាយជានិច្ចឲ្យតែមានការងារធ្វើទោះជាការងារនោះធ្ងន់ប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនរអ៊ូដែរតើបងយើងបន្តដំណើរទៅមុខទៀតទៅកុំឲ្យយប់ក្រែងមានសត្វសាហាវសំឡេងអ៊ូអរនៃមនុស្សម្នាសំឡេងរទេះគោលាន់សូងើតងត់និងសំឡេងសត្វចិញ្ចឹមក្នុងភូមិនិងតន្ត្រីប្រែជាមានភាពស្រស់ស្រាយបង្ហាញពីបរិយាកាសអ៊ូអរនៃភូមិថ្មីជំរាបសួរបងស្រីខ្ញុំបាទនិងប្អូនប្រុសមកពីស្រុកឆ្ងាយចង់មកសួររកការងារធ្វើតើនៅក្នុងភូមិយើងនេះមានម្ចាស់ផ្ទះណាដែលត្រូវការអ្នកបម្រើឬអ្នកជួយធ្វើការងារស្រែចម្ការអីដែរទេអូយកំឡោះទាំងពីរអ្នកនេះមើលទៅហាក់ដូចជាស្លូតបូតត្រឹមត្រូវណាស់បើចង់រកការងារធ្វើប្អូនដើរត្រង់ទៅមុខបន្តិចទៀតទៅនឹងឃើញភូមិគ្រឹះដ៏ធំមួយដែលមានរបងថ្មព័ទ្ធជុំវិញនោះគឺជាផ្ទះរបស់លោកសេដ្ឋីវិសុទ្ធគាត់ជាមនុស្សចិត្តបុណ្យណាស់ឲ្យតែអ្នកស្មោះត្រង់ទៅរកគាត់មិនដែលបដិសេធឡើយបាទអរគុណបងស្រីណាស់ដែលបានបង្ហាញផ្លូវអូហូបងគិរីមើលចុះផ្ទះលោកសេដ្ឋីធំជាងផ្ទះមេភូមិយើង10ដងឯណោះបងតែគាត់នឹងព្រមទទួលយើងឲ្យនៅបម្រើដែរទេបងកុំភ័យអីភិរមមកតាមបងមកអ្នកណាគេនឹងមកមានការអីមែនទេជម្រាបសួរបងស្រី
ខ្ញុំបានឈ្មោះគិរីនិងប្អូនប្រុសឈ្មោះភិរមពួកយើងចង់មកសុំជួបលោកសេដ្ឋីដើម្បីសុំធ្វើការងារបម្រើក្នុងផ្ទះប្ដូរនឹងកន្លែងស្នាក់នៅនិងអាហារប៉ុណ្ណោះ អូចាំបន្តិចចុះយើងទៅជម្រាបលោកម្ចាស់សិនលោកម្ចាស់ឲ្យពួកឯងចូលខាងក្នុងបាន ហើយឯងទាំងពីរនាក់មកពីស្រុកណាហើយមិនក៏មកដើររកការងារធ្វើឆ្ងាយម្ល៉េះ ជំរាបសួរលោកម្ចាស់ពួកយើងជាក្មេងកំព្រាឪពុកម្ដាយរស់នៅជាមួយលោកយាយឥឡូវលោកយាយក៏បានចែកឋានទៅហើយពួកយើងគ្មានទីពឹងក៏សម្រេចចិត្តដើររកការងារធ្វើដើម្បីចិញ្ចឹមជីវិតសូមលោកម្ចាស់មេត្តាទទួលពួកយើងឲ្យនៅបម្រើផងទោះជាការងារធ្ងន់ស្រាលយ៉ាងណាក៏ពួកយើងមិនរញរាដែរ មើលទៅឯងទាំងពីរនាក់មានរឹកពីសុភាពរៀបសារនិងមានការអប់រំល្អណាស់បានយើងកំពុងខ្វះអ្នកជួយមើលការងារនៅក្នុងសួននិងបោសសម្អាតទីធ្លាផ្ទះល្មមយើងនឹងទទួលពួកឯងឲ្យនៅទីនេះចុះ អរគុណលោកម្ចាស់ដែលផ្ដល់មេត្តាដល់ពួកខ្ញុំបានសូមសន្យាថានឹងខំប្រឹងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីតបស្នងសងគុណលោកម្ចាស់ ល្អហើយម៉ៅនាំពួកគេទៅកន្លែងស្នាក់ទៅរួចរៀបចំអាហារឲ្យពួកគេហូបផងមើលទៅប្រហែលជាឃ្លានហើយ នៅសួនផ្កាខាងលិចភូមិគ្រឹះលោកសេដ្ឋីភិរមអញទៅដងទឹកមកស្រោចផ្កានៅត្រង់ជួរមុខនោះបន្តិចមកប្រយ័ត្នកុំឲ្យទឹកខ្ទាតខ្លាំងពេកខ្លាចខូចផ្កាដែលកំពុងតែកំពុំទាំងនោះបាទបងគិរីមើលចុះផ្កានៅទីនេះស្អាតណាស់បងអើយរស់នៅទីនេះស្រួលជាងនៅផ្ទះចាស់យើងឆ្ងាញ់ណាស់មានបាយហូបគ្រប់គ្រាន់ហើយលោកសេដ្ឋីក៏ចិត្តល្អទៀតត្រូវឲ្យភិរមប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនឡើយយើងមកទីនេះក្នុងនាមជាអ្នកបម្រើត្រូវតែធ្វើការឲ្យម៉ត់ចត់បំផុតដើម្បីតបស្នងសេចក្តីមេត្តារបស់លោកម្ចាស់ ណែអ្នកណាមកឈរនិយាយគ្នាអ៊ូអស់នៅទីនេះបាត់បង់សម្ដាប់ធ្នាប់អស់ហើយ ជំរាបសួរអ្នកនាងខ្ញុំបាទនិងប្អូនប្រុសគឺជាអ្នកបម្រើថ្មីដែលលោកម្ចាស់ទើបតែទទួលឲ្យនៅពីល្ងាចមិញនេះឯង អូពួកឯងហ្នឹងដែលឪពុកថាចង់ឲ្យមកជួយមើលការខុសត្រូវក្នុងសួននោះមើលចុះស្លៀកពាក់ខោអាវចាស់រយាបោះដីក៏មិនស្អាតដែរឲ្យហុយពេញសួនផ្កាខ្ញុំអស់ហើយ សូមអភ័យទោសអ្នកនាងធូលីដីវាហុយតាមខ្យល់បក់តែប៉ុណ្ណោះបើអ្នកនាងមិនចង់ឲ្យប្រឡាក់សម្លៀកបំពាក់ទេអ្នកនាងគួរតែដើរទៅឲ្យឆ្ងាយពីកន្លែងដែលបោះដីបន្តិច អញថាអីមិញហ្នឹងអញដឹងទេថាខ្ញុំជានរណាខ្ញុំជាកូនស្រីម្ចាស់ផ្ទះនេះអញមានសិទ្ធិអីមកបង្គាប់ឲ្យខ្ញុំដើរចេញ ខ្ញុំបាទមិនហ៊ានបង្គាប់អ្នកនាងទេខ្ញុំបាទគ្រាន់តែផ្ដល់យោបល់ដើម្បីកុំឲ្យអ្នកនាងមួម៉ៅនឹងធូលីដីប៉ុណ្ណោះការងាររបស់ខ្ញុំគឺបោះដីឲ្យស្អាតចំណែកការងារអ្នកនាងគឺដើរកំសាន្តមើលផ្កាបើពួកយើងយោគយល់គ្នានោះសួនផ្កានេះនឹងមានសេចក្តីសុខណាស់ទៀត ហើយអញប្រកែសម្ដីណាស់មែនទេចាំមើលចុះខ្ញុំនឹងប្រាប់លោកពុកខ្ញុំឲ្យដកអញចេញពីសួនផ្កាខ្ញុំឲ្យអញទៅលៀងក្រោតគោវិញម្ដងចាំមើលថាតើអញប្រកែតមាត់ទៀតឬអត់ អ្នកនាងម្ចាស់សូមកុំខឹងនឹងបងប្រុសខ្ញុំអីទៀតបងខ្ញុំក៏និយាយត្រង់ពេកពួកខ្ញុំសុំទោស មកពីស្រុកក្រៅចង់មកធ្វើចរិតគ្រូបដៅខ្ញុំផងអីកុំសង្ឃឹមឲ្យសោះ បងគិរីអើយមិនក៏បងហ៊ានតមាត់ជាមួយអ្នកនាងអញ្ចឹងគាត់ជាកូនស្រីលោកសេដ្ឋីណាបងបើគាត់ខឹងហើយដេញយើងចេញតែយើងទៅរស់នៅឯណាទៅកុំភ័យអីភិរមបងមិនបាននិយាយពាក្យអសុរោះដាក់គាត់ឯណាបងគ្រាន់តែនិយាយការពិតមនុស្សដែលឆ្មើងឆ្មៃពេកត្រូវជួបអ្នកដែលនិយាយត្រង់បែបនេះខ្លះទើបគាត់ដឹងខ្លួនឯងមើលភ្នែកគាត់ទៅគាត់ខឹងមែនតែក្នុងភ្នែកគាត់មិនមានចិត្តបាបឡើយគាត់គ្រាន់តែចង់ឈ្នះប៉ុណ្ណោះបងនេះប្រកែពិនិត្យចិត្តមនុស្សមែនតែបងត្រូវប្រយ័ត្នណាឮអ្នកបម្រើចាស់គេថាអ្នកនាងវិចារាស្អប់បំផុតគឺអ្នកណាដែលមិនព្រមចុះចាញ់គាត់នឹងឯង លោកពុកត្រូវតែដេញអ្នកបម្រើឈ្មោះគិរីនោះចេញពីសួនផ្កាភ្លាម
គេមិនដឹងពីឋានៈខ្លួនឯងថាជាអ្នកណាទេមកបង្រៀនកូនឲ្យដើរចេញពីគេទៀតផង វិជ្ជរាកូនស្រីពុកដឹងថាគិរីគឺជាមនុស្សបែបណាគេជាមនុស្សមានចំណេះដឹងនិងមានសុជីវធម៌ប្រហែលជាកូនទៅរករឿងនឹងគេមុនទេដឹងអី កូនមិនបានរករឿងទេកូនគ្រាន់តែចង់ឲ្យគេធ្វើការឲ្យម៉ត់ចត់តែមើលសម្ដីគេចុះគេនិយាយមកហាក់ដូចជាកូនជាអ្នកខុសទៅវិញ ល្អហើយតើបើមាននរណាហ៊ាននិយាយការពិតដាក់កូនបែបនេះកូននឹងបានរៀនសូត្រពីការគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្លះចាំមើលចុះគិរីនឹងក្លាយជាអ្នកបម្រើដ៏ល្អម្នាក់ដែលពុកធ្លាប់មាន លោកពុកតែងតែការពីអ្នកក្រៅជានិច្ចអូយចាំមើលចុះគេរីណែគេរីឯងឈប់សិនថ្ងៃនេះខ្ញុំមានការងារពិសេសឲ្យឯងធ្វើ បាទអ្នកនាងតើអ្នកនាងមានការអីឲ្យខ្ញុំបានបម្រើមែនទេទៀន លោកពុកប្រាប់ថាឯងជាមនុស្សអត់ធ្មត់និងពូកែធ្វើការអញ្ចឹងចាប់ពីថ្ងៃនេះទៅឯងត្រូវទៅដងទឹកពីអូមកចាក់ក្នុងពាងធំនៅក្រៅផ្ទះបាយឲ្យពេញតែមានលក្ខខណ្ឌមួយណាឯងត្រូវប្រើក្អមដីតូចនេះទៅដងហើយមិនត្រូវឲ្យប្អូនប្រុសរបស់ឯងជួយឯងឡើយបើថ្ងៃត្រង់នេះទឹកមិនពេញពាងទេឯងច្បាស់จะដឹងខ្លួនហើយថាត្រូវទទួលទោសបែបណា ព្រះអើយពាងនោះធំដូចភ្នំចំណែកក្អមនោះតូចដូចកែវទឹកបងគិរីដងដល់ឆ្នាំក្រោយក៏មិនពេញដែរអ្នកនាងនោះពិតជាកាចសាហាវមែនបានអ្នកនាងខ្ញុំបាននឹងធ្វើតាមបញ្ជាសេចក្តីព្យាយាមគង់បានសម្រេចខ្ញុំបានជឿថាទឹកនឹងពេញពាងមិនខាន អត់ធ្មត់ទៅគិរីនេះគឺជាការងារសាកល្បងចិត្តបើឯងរុញរានោះឯងនឹងចាញ់ការមើលងាយរបស់អ្នកដទៃមិនខាន មនុស្សអីក៏ចម្លែកម្លេះត្រូវខ្ញុំធ្វើបាបឲ្យដងទឹកកណ្ដាលថ្ងៃក្តៅបែបនេះមិនហ៊ានរអ៊ូសំបីមួយម៉ាត់ឡើយមើលចុះអាវគេជោគញើអស់ហើយតែគេនៅតែដើរដោយមានភាពអត់ធ្មត់ដដែល បងគិរីបងមានរឿងអីហ្នឹងហើយយ៉ាជើងបងហើមធំហើយក្អមក៏បាច់អស់ទៀតបងអើយតែយើងបានអីដងទឹកបន្តទៀតទេមិនអីទេភិរមបងគ្រាន់តែរអិលជើងបន្តិចប៉ុណ្ណោះជួយបងរើសបំណាច់ក្អមចេញទៅកុំឲ្យមុតអ្នកដទៃដែលដើរកាន់ទីនេះវិចារារត់ចុះពីលើផ្ទះទាំងស្លន់ស្លោដែលខ្លួននាងផ្ទាល់ក៏មិនដឹងថាហេតុអីបានជាបារម្ភគិរី គិរីឯងកាត់អីមែនទេ សូមអភ័យទោសអ្នកនាងខ្ញុំបានធ្វើឲ្យបាយក្អមរបស់អ្នកនាងហើយទឹកនៅខ្វះបន្តិចទៀតទៅពេញពាងខ្ញុំបាននឹងរកវិធីដងទឹកបន្តឲ្យពេញភ្លាមទៀនវិចារាសម្លឹងមើលមុខគិរីរួចមើលទៅរបួសនៅលើជើងគេទឹកមុខរបស់នាងប្រែជាទន់ភ្លន់ជាលើកដំបូង ឈប់ទៅមិនបាច់ដងទៀតទេខ្ញុំគ្រាន់តែចង់សាក់ចិត្តឯងទេមិននឹកស្មានថាឯងសុកចិត្តធ្វើរហូតដល់មានរបួសបែបនេះសោះភេរមទៅយកថ្នាំនិងកណាត់មកឲ្យបងឯងភ្លាមទៅ អ្នកនាងមិនបាច់ទេខ្ញុំបានជាអ្នកបម្រើរបួសប៉ុណ្ណេះវាជារឿងធម្មតាទេ ខ្ញុំប្រាប់ឲ្យអង្គុយស្ងៀមគឺស្ងៀមហើយណែចាប់ពីថ្ងៃនេះទៅឯងឈប់ធ្វើការងារធ្ងន់ៗទៅជួយមើលបញ្ជីអីវ៉ាន់និងជួយរៀបចំសៀវភៅឲ្យលោកពុកក្នុងបន្ទប់អានសៀវភៅវិញនេះជាបញ្ជារបស់ខ្ញុំ នៅក្នុងបន្ទប់អានសៀវភៅ ជើងឯងបានធូរស្រាលខ្លះហើយនៅ បាទអ្នកនាងអរគុណអ្នកនាងដែលបានផ្ដល់ថ្នាំឲ្យខ្ញុំបានរបួសចិត្តជាសះស្បើយហើយទៀន គិរីឯងខឹងនឹងខ្ញុំទេដែលខ្ញុំតែងតែរករឿងនឹងធ្វើបាបឯងកន្លងមក ខ្ញុំបានមិនដែលខឹងនឹងអ្នកនាងទេលោកយាយខ្ញុំតែងតែបង្រៀនថាកំហឹងប្រៀបដូចជាភ្លើងបើគេយកភ្លើងមកដុតយើងហើយយើងយកភ្លើងទៅដុតគេវិញនោះពិភពលោកនឹងខ្លាចទៅជាផេះខ្ញុំបានដឹងថាអ្នកនាងមានចិត្តល្អគ្រាន់តែអ្នកនាងចង់ឲ្យគ្រប់គ្នា
នៅក្រោមបង្គាប់អ្នកនាងតែប៉ុណ្ណោះអញពិតជាចម្លែកមែនគេរីគ្មានអ្នកណាក្នុងផ្ទះនេះហ៊ាននិយាយត្រង់ៗជាមួយខ្ញុំដូចអញឡើយលោកពងប្រហែលជាមិនមនុស្សមិនខុសមែនអ្នកនាងញញឹមបែបនេះស្អាតជាងពេលដែលខឹងច្រើនណាស់ទៀនអញប្រកែសម្ដីទៀតហើយរៀបចំសិភៅឲ្យរួចទៅចាំថ្ងៃក្រោយខ្ញុំនឹងមកឲ្យឯងបង្រៀនអានកំណាព្យខ្លះជំរាបសួរអ៊ំវិសុទ្ធក្មួយវិសាលមកដល់ហើយថ្ងៃនេះក្មួយយករបស់មកផ្ញើនិងគ្រឿងអលង្ការបន្តិចបន្តួចមកជូនលោកអ៊ំនិងមានបំណងចង់មកសួរសុខទុក្ខប្អូនស្រីវិជ្ជរាផងដែរអូក្មួយវិសាលទេអីមកអញ្ជើញចូលមកខាងក្នុងសិនមកក្មួយអ្នកបំរើទៅហៅអ្នកនាងវិជ្ជរាចុះមកជួបភ្ញៀវភ្លាមអ្នកនាងបងគិរីមានរឿងធំហើយមានកំឡោះម្នាក់ឈ្មោះថាវិសាលគេជិះសេះមកដល់ហើយឮថាគាត់យកមាសពេជ្រមកដណ្ដឹងអ្នកនាងផងហាលោកវិសាលទៀតហើយមនុស្សអីក៏រំខានម្លេះគិរីអញទៅជាមួយខ្ញុំទៅជួបគាត់បន្តិចទៅមើលតើថ្ងៃនេះគាត់ចង់មកលេងល្បិចអីទៀតអ្នកនាងខ្ញុំបាទគ្រាន់តែជាអ្នកបម្រើទៅជួបភ្ញៀវខ្ពង់ខ្ពស់បែបនោះប្រហែលជាមិនសមរម្យទេដឹងសមរម្យឬមិនសមរម្យស្ថិតនៅលើមាត់ខ្ញុំជាអ្នកបង្គាប់ទៅហើយកាន់សិភៅតាមក្រោយខ្ញុំធ្វើជាអ្នកជំនួយការខ្ញុំទៅអូវិជ្ជរាម្ចាស់ចិត្តបងមើលចុះថ្ងៃនេះបងយកសម្ពុតសូត្រផ្កាឈូកយ៉ាងស្អាតមកផ្ញើអូនហើយចុះអាម្នាក់នៅពីក្រោយខ្នងអូននឹងជានរណាមើលទៅដូចជាអ្នកបម្រើរករ៉ាក់ម្នាក់សោះមិនក៏អូនឲ្យវាដើរតាមចិត្តបែបនេះនេះគឺគិរីជាអ្នកជួយការងារលោកពុកនិងជាអ្នកបង្រៀនអក្សរសាស្ត្រដល់ខ្ញុំលោកវិសាលមកមានការអីមែនទេទៅមកទាំងកណ្ដាលថ្ងៃត្រង់បែបនេះបង្រៀនអក្សរមើលទៅដូចជាអ្នកសុំទានសោះចេះអក្សរស្អីទៅណែឯងទៅដងទឹកមកឲ្យយើងផឹកភ្លាមមកកុំមកឈប់ពាំងផ្លូវយើងនឹងអ្នកនាងវិជ្ជរាបាទលោកម្ចាស់ខ្ញុំបាទនឹងទៅរៀបចំជូនភ្លាមលោកវិសាលលោកក៏មើងងាយគេរីមានចំណេះដឹងនិងសិលធម៌ខ្ពស់ជាងអ្នកមានខ្លះទៅទៀតកុំទៅខ្វល់ពីរឿងអ្នកបម្រើអីវិជ្ជរាលោកពុកបងនិងលោកអ៊ំវិសុទ្ធបានជជែកគ្នាខ្លះហើយអំពីរឿងមង្គលការរបស់យើងបងជឿថាគ្មានអ្នកណាស័ក្តិសមនឹងអូនជាងបងនេះទេបងគិរីមិនក៏បងសុកចិត្តឲ្យលោកវិសាលនោះមើងងាយបងម្លេះមើលសម្ដីគេចុះដូចចង់យកបងធ្វើជាធូលីដីអញ្ចឹងហើយអ្នកនាងវិជ្ជរាទៀតគាត់ប្រហែលជាត្រូវរៀបការជាមួយម្នាក់នោះហើយបងអើយភិរមឋានៈយើងទាបដូចដីគេមើងងាយវាជារឿងធម្មតាទេតែអ្វីដែលសំខាន់គឺយើងមិនត្រូវមើងងាយខ្លួនឯងឡើយចំណែករឿងអ្នកនាងគាត់ជានារីខ្ពង់ខ្ពស់ស័ក្តិសមនឹងកូនសេដ្ឋីដូចគ្នាហើយវិជ្ជរាឈប់សិនបងខំយកចិត្តអូនដល់ថ្នាក់នេះមិនក៏អូននៅតែប្រងើយកន្តើយដាក់បងអញ្ចឹងឬមួយក៏អូនមានចិត្តទៅលើអាអ្នកបម្រើគិរីនោះបាទខ្ញុំមានចិត្តលើគេតែលោកចង់យ៉ាងម៉េចគេជាអ្នកបម្រើក៏ពិតមែនតែគេមិនដែលនិយាយស្ដីអំនួតនិងមើងងាយអ្នកដទៃដូចលោកឡើយអូនហ៊ានប្រៀបធៀបបងជាមួយនឹងវាផងហ៎ចាំមើលចុះបងនឹងធ្វើឲ្យវាមិនអាចរស់នៅក្នុងភូមិគ្រឹះនេះបានតទៅទៀតទេលោកម្ចាស់វិសាលសូមលោកលែងដៃអ្នកនាងភ្លាមអ្នកនាងមានរបួសនៅដៃមិនអាចឲ្យលោកម្ចាស់ចាប់បង្ខំបានទេអាអ្នកបម្រើចង់មកសៀតឯងចង់មកធ្វើជាវីរៈបរិះការពារស្រីស្អាតមែនទេចេញឲ្យឆ្ងាយទៅបើមិនចង់ឲ្យយើងប្រាប់លោកអ៊ំឲ្យដេញក្បាលឯងចេញលោកម្ចាស់អាចដេញខ្ញុំបាទចេញបានតែលោកម្ចាស់មិនអាចដេញសេចក្តីពិតចេញពីចិត្តអ្នកនាងបានឡើយការប្រើកម្លាំងបាយលើមនុស្សស្រីមិនមែនជាទង្វើរបស់សុភាពបរិះដែលលោកម្ចាស់តែងតែអួតអាងនោះទេលោកវិសាលចេញទៅវិញចុះថ្ងៃនេះខ្ញុំមិនចង់ឃើញមុខលោកទៀតទេគិរីឯងចាំទុកចុះឯងនឹងយើងមិនទាន់ចប់ត្រឹមនេះទេអ្នកនាងមិនអីទេឯងគាត់ទៅបាត់ហើយអ្នកនាងកុំយកសម្ដីមនុស្សបែបនោះមកទុកក្នុងចិត្តអីវានឹងធ្វើឲ្យអ្នកនាងបាត់បង់ស្នាមញញឹមគិរី
អរគុណអញណាស់ដែលបានជួយខ្ញុំឯងមិនខ្លាចបាត់បង់ការងារទេដែលតតាំងជាមួយកូនសេដ្ឋីបែបនេះ ការងារបាត់បង់យើងអាចរកថ្មីបានតែបើឃើញមនុស្សដែលយើងមនុស្សដែលយើងគោរពត្រូវគេធ្វើបាបហើយយើងឈរអបដៃមើលនោះទើបជាការបាត់បង់កិត្តិយសពិតប្រាកដទៀត ឯងនេះពូកែសម្ដីរហូតតោះចូលក្នុងផ្ទះវិញទៅកុំឲ្យលោកពុកសង្ស័យ លោកអ៊ំវិសុទ្ធថ្ងៃនេះក្មួយមកដើម្បីសុំពាក្យសន្យាពីរឿងការដណ្ដឹងប្អូនស្រីវិជ្ជរាក្មួយបានរៀបចំមាសពេជ្រនិងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់មកជូនលោកអ៊ំម្យ៉ាងទៀតក្មួយចង់ឲ្យលោកអ៊ំចាត់ការអនុបម្រើឈ្មោះគិរីនោះចេញពីផ្ទះព្រោះវាជាមនុស្សអត់បានការតែវាហ៊ានមកឈរពាំងផ្លូវក្មួយកាលពីម្សិលមិញក្មួយវិសាលអើយចិត្តមនុស្សណាមិនមែនជារបស់ដែលអាចដោះដូរដោយមាសពេជ្របានឡើយអ្នកបម្រើទៅហៅវិជ្ជរានិងគិរីមកទីនេះភ្លាមគិរីវិជ្ជរាលោកក្មួយវិសាលចង់ឲ្យពុកសម្រេចចិត្តរឿងមង្គលការវិជ្ជរាកូនស្រីតើកូនយល់យ៉ាងណាដែរ លោកវិសាលលោកមានមាសប្រាក់ច្រើនមែនតែលោកខ្វះអ្វីមួយដែលសំខាន់បំផុតនោះគឺការគោរពតម្លៃមនុស្សខ្ញុំមិនអាចរស់នៅជាមួយមនុស្សដែលមើលឃើញអ្នកដទៃដូចជាធូលីដីបានឡើយ វិជ្ជរាអូនសុកចិត្តជ្រើសរើសអាអ្នកបម្រើគ្មានទីពឹងម្នាក់នេះជំនួសឲ្យបងមែនទេលោកអ៊ំមើលចុះវាមិនសមទល់តែសោះ លោកម្ចាស់វិសាលខ្ញុំបាទពិតជាក្រីក្រមែនតែខ្ញុំបាទមានភាពស្មោះត្រង់នឹងការលះបង់ខ្ញុំបាទមិនដែលបង្ខំចិត្តអ្នកនាងឡើយលោកម្ចាស់សេដ្ឋីខ្ញុំបាទដឹងថាខ្លួនឯងជានរណាបើវត្តមានខ្ញុំបាទធ្វើឲ្យភូមិគ្រឹះនេះបាត់បង់សេចក្តីសុខខ្ញុំបាទសុខចិត្តចាកចេញ គិរីឯងមិនត្រូវទៅណាទាំងអស់ ល្អណាស់គិរីឯងឆ្លងផុតការសាកល្បងចុងក្រោយរបស់យើងហើយវិសាលក្មួយអើយមាសប្រាក់ឯងច្រើនមែនតែវាមិនអាចទិញសេចក្តីថ្លៃថ្នូររបស់គិរីបានឡើយយើងបានសម្រេចចិត្តហើយគិរីចាប់ពីថ្ងៃនេះទៅឯងលែងជាអ្នកបម្រើទៀតហើយយើងនឹងទទួលឯងជាកូនធរនឹងឲ្យឯងជួយមើលការខុសត្រូវចំនួនរបស់យើងទាំងអស់លោកអ៊ំហើយចុះមង្គលការរបស់ក្មួយសេចក្តីសុខរបស់កូនស្រីអ៊ំមិនស្ថិតនៅលើចំនួនមាសពេជ្ររបស់ក្មួយទេអញ្ជើញត្រឡប់ទៅវិញចុះក្មួយវិសាល លោកយាយអើយមើលចុះបងគិរីខ្លាចជាកូនធម៌របស់លោកសេដ្ឋីហើយយើងលែងលំបាកទៀតហើយណ៎បង ណែគិរីទោះបីជាលោកពុកលើកដំកើងលោកឲ្យខ្ពស់យ៉ាងណាក៏លោកនៅតែត្រូវបង្រៀនកំណាប់ខ្ញុំជានិច្ចដែរណាហើយហាមដើរចេញពីខ្ញុំដោយគ្មានការអនុញ្ញាតទៀត បាទនៅនាងវិជ្ជរាជីវិតខ្ញុំបាទគឺជាបំណុលសេចក្តីល្អរបស់អ្នកនាងនិងលោកម្ចាស់សេដ្ឋីខ្ញុំបាទនឹងការពារអ្នកនាងនិងភូមិគ្រឹះនេះឲ្យអស់ពីសមត្ថភាព ឈប់ហៅខ្ញុំថាអ្នកនាងទៅហៅខ្ញុំថាវិជ្ជរាបានហើយ បាទវិជ្ជរាដោយសារសមត្ថភាពភាពស្មោះត្រង់និងការអត់ធ្មត់ធ្វើឲ្យលោកសេដ្ឋីកាន់តែពេញចិត្តនឹងគិរីហើយលោកកាន់តែមានវ័យចំណាស់គាត់ក៏បានផ្សំផ្គុំគេទាំងពីរឲ្យคล้ายជាប្តីប្រពន្ធនឹងគ្នាហើយរស់នៅដោយសុភមង្គលក្រោមម្លប់នៃគុណធម៌និងសេចក្តីស្រឡាញ់ពិតប្រាកដ ទ្រព្យសម្បត្តិអាចរកបានតែភាពស្មោះត្រង់ពិបាករកណាស់មនុស្សដែលមានចិត្តបរិសុទ្ធតែងតែជួបមនុស្សល្អនិងមានវាសនាខ្ពង់ខ្ពស់ភាពអត់ធ្មត់ឈ្នះអស់មាសសត្រូវការតតាំងនិងការមើងងាយដោយប្រើសន្តិវិធីនិងសកម្មភាពវិជ្ជមានគឺជាជ័យជំនះដ៏អស្ចារ្យបំផុតតម្លៃមនុស្សស្ថិតលើទង្វើមនុស្សមិនត្រូវវាស់វែងតាមរយៈសម្បកក្រៅឬឋានៈឡើយតែត្រូវមើលចំណុចត្រង់គុណធម៌និងការផ្ដល់តម្លៃឲ្យអ្នកដទៃ